យុទ្ធសាស្ត្រ 6P សម្រាប់ការធ្វើទីផ្សារការធ្វើទីផ្សារគឺជាផ្នែកសំខាន់មួយនៃអាជីវកម្មដោយវាបានជួយឲ្យអតិថិជនស្គាល់ពីផលិតផលឬសេវាកម្មរបស់អ្នកនិងទាក់ទាញឲ្យពួកគាត់ទិញផលិតផលឬសេវាកម្មនោះយកទៅប្រើប្រាស់ការធ្វើទីផ្សារដែលត្រឹមត្រូវទាមទារឲ្យមានការសិក្សាស្រាវជ្រាវអំពីអតិថិជននិងការរចនាផលិតផលនិងតម្រូវការទីផ្សារជាដើមខាងក្រោមនេះគឺជាយុទ្ធសាស្ត្រនៃការធ្វើទីផ្សារទាំង6ឬអាចហៅបានថាជាយុទ្ធសាស្ត្រ 6P សម្រាប់ការធ្វើទីផ្សារដែលវានឹងជួយនៅក្នុងការធ្វើទីផ្សារប្រកបដោយប្រសិទ្ធភាព 1. ផលិតផលតំណាងអក្សរ P ទី1គឺផលិតផលគឺជាធាតុចម្បងដែលធ្វើឲ្យអាជីវកម្មមួយទទួលបានជោគជ័យប្រសិនបើផលិតផលឬសេវាកម្មរបស់អ្នកបង្កើតមកហើយគ្មានអ្នកប្រើប្រាស់នោះអាជីវកម្មអ្នកក៏មិនអាចបន្តដំណើរការទៅមុខបានដែរដូចនេះនៅពេលដែលអ្នកចង់បង្កើតផលិតផលឬសេវាកម្មអ្វីមួយអ្នកត្រូវពិនិត្យមើលថាផលិតផលនោះពិតជាតម្រូវការពិតប្រាកដរបស់អតិថិជនមែនអ្នកត្រូវពិនិត្យមើលអំពីចំណុចខ្វះខាតដែលគួរតែកែលម្អផលិតផលនោះឲ្យបានកាន់តែប្រសើរអ្នកក៏អាចសាកសួរមតិយោបល់ផ្ទាល់របស់អតិថិជននិងយកមតិទាំងអស់នោះទៅអភិវឌ្ឍគុណភាពផលិតផលឲ្យកាន់តែល្អជាងមុន P ទី2គឺការវេចខ្ចប់ Packaging ការវេចខ្ចប់គឺសំដៅទៅលើការរចនាសម្បកផលិតផលរបស់អ្នកឲ្យមានលក្ខណៈទាក់ទាញស្រស់ស្អាតនិងស័ក្តិសមជាមួយនឹងផលិតផលការវេចខ្ចប់ដែលមានភាពស្រស់ស្អាតនិងត្រូវតាមស្តង់ដារនឹងជួយអ្នកនៅក្នុងការទាក់ទាញចំណាប់អារម្មណ៍អតិថិជនដោយហេតុថាអតិថិជនប្រើពេលមិនដល់1នាទីទេដើម្បីមើលនិងសម្រេចចិត្តទៅលើការវេចខ្ចប់ឬលក្ខណៈខាងក្រៅរបស់ផលិតផលអ្នក P ទី3តម្លៃ Price នៅក្នុងចំណុចនេះអ្នកត្រូវប្រាកដថាផលិតផលឬសេវាកម្មរបស់អ្នកគឺស័ក្តិសមសម្រាប់ទីផ្សារនាពេលបច្ចុប្បន្ននិងតម្រូវការទៅតាមលទ្ធភាពនិងសមត្ថភាពដែលអតិថិជនគោលដៅរបស់អ្នកអាចទទួលយកបានម្យ៉ាងវិញទៀតអ្នកគួរតែពិនិត្យមើលតម្លៃឡើងវិញជារឿយៗនិងត្រូវដឹងថាពេលណាត្រូវលក់បញ្ចុះតម្លៃពេលណាត្រូវលក់តម្លៃថេរនិងពេលណាត្រូវលក់ដំឡើងថ្លៃទៅតាមស្ថានភាពទីផ្សារនាពេលបច្ចុប្បន្ន P ទី4ទីតាំង Place ការកំណត់ទីតាំងត្រូវលក់ឬផ្សព្វផ្សាយគឺពិតជាមានសារៈសំខាន់សម្រាប់អាជីវកម្មនីមួយៗនៅក្នុងចំណុចនេះអ្នកត្រូវដឹងថាតើផលិតផលរបស់អ្នកត្រូវយកទៅលក់នៅទីកន្លែងណាតើកន្លែងណាដែលអតិថិជនគោលដៅរបស់អ្នករស់នៅនិងនិយមទៅទីនោះអ្នកអាចទៅជួបជាមួយអតិថិជនផ្ទាល់ឬអាចលក់និងផ្សព្វផ្សាយផលិតផលរបស់អ្នកនៅលើអ៊ីនធឺណិតដែលមានដូចជាបណ្ដាញសង្គមគេហទំព័រឬកម្មវិធីទូរស័ព្ទផ្សេងៗដែលអតិថិជនរបស់អ្នកនិយមប្រើប្រាស់ផងដែរ P ទី5គឺការផ្សព្វផ្សាយ Promotion ការផ្សព្វផ្សាយគឺជាវិធីសាស្ត្រទាំងឡាយណាដែលគេប្រើប្រាស់ដើម្បីបង្ហាញនិងប្រាប់អតិថិជនអំពីផលិតផលឬសេវាកម្មដែលគេមានដើម្បីធ្វើយ៉ាងណាទាក់ទាញអតិថិជនឲ្យមកទិញផលិតផលទាំងនោះយកទៅប្រើប្រាស់អ្នកអាចបង្កើតជាអត្ថបទផ្ទាំងផ្សព្វផ្សាយវីដេអូដោយបង្ហាញអំពីអត្ថប្រយោជន៍នៃផលិតផលរបស់អ្នកនិងការផ្ដល់ផ្សេងៗទៀតទាំងអស់នេះវាអាស្រ័យទៅលើយុទ្ធសាស្ត្រដែលអ្នកចង់ប្រើប្រាស់ការផ្សព្វផ្សាយគឺត្រូវធ្វើយ៉ាងណាឲ្យស័ក្តិសមជាមួយនឹងផលិតផលនិងប្រភេទនៃអតិថិជនរបស់អ្នកផងដែរ P ទី6គឺមនុស្ស People នៅពេលដែលអ្នកបានកំណត់យុទ្ធសាស្ត្រសម្រាប់ធ្វើទីផ្សាររួចរាល់ហើយជំហានបន្ទាប់គឺការរកមនុស្សដែលស័ក្តិសមសម្រាប់ធ្វើទីផ្សារយុទ្ធសាស្ត្រទាំងនោះអ្នកត្រូវកំណត់ឲ្យបានច្បាស់អំពីតួនាទីនិងការទទួលខុសត្រូវដែលពួកគេត្រូវធ្វើនិងត្រូវប្រាកដថាពួកគេបានយល់អំពីយុទ្ធសាស្ត្រទាំងនោះ
ម្យ៉ាងវិញទៀតអ្នកគួរតែជ្រើសរើសយកមនុស្សដែលមានការតាំងចិត្តខ្ពស់និងស្រឡាញ់ចំពោះការងារនេះផងដែរយ៉ាងណាមិញឥរិយាបថបុគ្គលិកនិងរបៀបនៃការទំនាក់ទំនងជាមួយអតិថិជនគឺជារឿងសំខាន់ដែលមិនអាចខ្វះបានសម្រាប់ការផ្សព្វផ្សាយ